សួស្តីប្រិយមិត្តនៅថ្ងៃទី20ខែធ្នូ2025នេះកាសែត The Nation ថានៅក្នុងស្ថានីយវិទ្យុនិងទូរទស្សន៍កងទ័ពថៃអ្នកនាំពាក្យទ័ពអាកាសថៃចាក់ក្រើតធំវិឆ័យបាននិយាយថានៅថ្ងៃទី19ខែធ្នូម្សិលមិញកងទ័ពអាកាសថៃបានគំទេចស្ពានអូជីដែលតភ្ជាប់បន្ទាត់ខាងក្រោយក្នុងការដឹកជញ្ជូនកងទ័ពនិងសម្ភារៈរបស់កងទ័ពកម្ពុជានៅជិតភ្នំដងរ៉ាក់ខេត្តសុរិន្ទនិងប្រាសាទតាក្របីការបាត់បង់ស្ពាននេះនឹងធ្វើឲ្យពិបាកសម្រាប់កងទ័ពកម្ពុជាយើងក្នុងការចល័តកងទ័ពគ្រប់គ្រងនៅទិសប្រាសាទតាក្របីហើយបានព្រមានបន្ថែមទៀតថាឲ្យកងទ័ពកម្ពុជាឈប់បញ្ជូនសម្ភារៈទៅកាន់ជួរមុខប្រសិនបើនៅតែព្យាយាមប្រើប្រាស់ស្ពាននេះសម្រាប់ការផ្គត់ផ្គង់ឡើងវិញទ័ពអាកាសថៃនឹងវាយប្រហារជាថ្មីម្ដងទៀតអ្នកនាំពាក្យរូបនេះនិយាយថាប្រតិបត្តិការនេះគឺដើម្បីដាក់សម្ពាធនិងផ្ញើសារទៅកាន់អិសរាជជនកម្ពុជាថាយោធាថៃនឹងមិនឈប់ទេហើយនឹងបន្តប្រតិបត្តិការយោធារហូតដល់កម្ពុជាយល់ព្រមតាមលក្ខខណ្ឌទាំង3ដែលដាក់ចេញដោយរដ្ឋាភិបាលថៃសម្រាប់បទឈប់បាញ់